ចម្រើនពរញាតិញោមថ្ងៃនេះគឺជាថ្ងៃដំបូងក្នុងការសិក្សាធម៌នមស្ការព្រះរតនត្រ័យឬក៏យើងហៅថាធម៌ថ្វាយបង្គំព្រះហើយនេះក៏ជាមេដំបូងធម្មតាមេរៀនទី1គឺសំដៅដល់ធម៌មេដំបូងហើយបន្តទៅមេទី2ធម្មតាមេរៀនទី2មេទី3ធម្មតាមេរៀនទី3ជាបន្តទៅឥឡូវអញ្ជើញញាតិញោមយើងសិក្សាតែម្ដងអញ្ជើញសរសេរមកគឺណែនេះចំណងជើងសូមអញ្ជើញពពុទេវតាសូមអញ្ជើញពពុទេវតាណែសម្រាប់ញាតិញោមដែលមានសិភៅដែលអាត្មាបានជូនទៅបោះពុំលើកទី8ញោមអញ្ជើញមើលនៅទំព័រដើមតែម្ដងគឺទំព័រទី1ហ្នឹងទៅហើយសម្រាប់ញាតិញោមអត់មានសិភៅទេក៏អញ្ជើញយកប៊ិចយកសិភៅមកកត់ណែអញ្ចឹងចំណងជើងសូមអញ្ជើញពពុទេវតាណែសង្ឃឹមថាញាតិញោមយើងកត់រួចឥឡូវយើងសរសេរធម៌តែម្ដងណែអញ្ជើញញាតិញោមយើងរៀនអានអាត្មាបង្រៀនរបៀបអានហើយញោមអញ្ជើញរៀនអានតាមណែសមន្តាសមន្តាប្រកបសយើងអានថាសៈអក្សរសយើងអានថាសៈមកនឹងណយើងអានថាមន់មកនឹងណយើងអានថាមន់ហើយជើងតដាក់ស្រែតាជើងតដាក់ស្រែតាដូច្នេះយើងអានថាសមន្តាណែម្ដងទៀតសមន្តាសមន្តាណែដកឃ្លាសរសេរបន្តចក្រវាលេសូម្ដងទៀតចក្រវាលេសូប្រកបចនឹងកចក្រនឹងកចក្រណាសំឡេងចក្រចនឹងកចក្រហើយជើងកនេះកជើងកនេះកវដាក់ស្រែវាវដាក់ស្រែវាឡដាក់ស្រែលេឡដាក់ស្រែលេសដាក់ស្រឧសដាក់ស្រឧសូដូច្នេះយើងអានថាចក្រវាលេសូណែម្ដងទៀតចក្រវាលេសូចក្រវាលេសូក៏សង្ឃឹមថាញាតិញោមអាចចេះអានបានព្យាយាមអានណាញាតិញោមសម្រាប់ញាតិញោមដំបូងគឺប្រកាសជាលំបាកហើយពីព្រោះជាភាសាមួយដែលញាតិញោមមិនដែលធ្លាប់ប្រើតែចឹងហើយក៏លំបាកនៅក្នុងការកន្លោះអណ្ដាតរៀងរឹងប៉ុន្តែគឺយើងត្រូវតែព្យាយាមណាញោមដាក់ចិត្តក្នុងការសិក្សាព្រះធម៌ឲ្យបានមាំទាំហើយយើងព្យាយាមតាំងចិត្តថារៀនឲ្យចេះតែម្ដងណាហើយអញ្ជើញរៀនអានតាមអាត្មាទៅអានចូលអានឡើងទៅគឺធ្វើឲ្យអណ្ដាតយើងហ្នឹងគឺបាក់ហើយគេហៅថាបាក់គឺមានន័យថាថ្នឹកមាត់អញ្ចឹងយើងទន្ទិញអញ្ចឹងទៅក៏ឆាប់ចាំហើយសម្រាប់ញាតិញោមដើម្បីឲ្យបានអក្សរនឹងកាន់តែធំញោមចុចនៅទូរស័ព្ទដៃរបស់ញោមហ្នឹងញោមចុចនៅចំហៀងខាងក្រោមខាងស្ដាំដៃដើម្បីឲ្យបានទៅជាផ្ទាំងធំឬក៏ញោមអាចអញ្ជើញឲ្យកូនឲ្យចៅញោមគាត់ចុចឲ្យក៏បានដែរណាឥឡូវយើងសិក្សាជាបន្តសមន្តាចក្រវាលេសូណាដកឃ្លាសរសេរបន្តអត្រាកេឆន្តោអត្រាកេឆន្តោណែសរសេរប្រកបអក្សរអយើងអានថាអក្សរអយើងអានថាអតជាងរដាក់ស្រែត្រាតជាងរដាក់ស្រែត្រាកនឹងចយើងអានថាកេចកនឹងចយើងអានថាកេចហើយជើងឆនឹងណោឆន់ជើងឆនឹងណោឆន់ជ
ជើងតដាក់ស្រឧតោជើងតដាក់ស្រឧតោដូច្នេះយើងអានថាអត្រាកិច្ចឆន្ទោណែម្ដងទៀតអត្រាកិច្ចឆន្ទោអត្រាកិច្ចឆន្ទោណែជើញាតិញោមយើងរៀនអានពីខាងក្រោយមកវិញសមន្តាចក្រវាលេសោអត្រាកិច្ចឆន្ទោណែដកឃ្លាឬក៏ចុះបន្តដូចអាត្មាក៏បានដែរទេវតាទេវតាណែយើងសរសេរប្រកបតោដាក់ស្រៈអេយើងអានថាទេតោដាក់ស្រៈអេយើងអានថាទេវោអានថាវៈវោអានថាវៈអក្សរវោអានថាវៈតដាក់ស្រៈអាតាតដាក់ស្រៈអាតាដូច្នេះយើងអានថាទេវតាទេវតាណាខ្មែរយើងទេវតាទេវតាណាញាតិញោមប៉ុន្តែយើងអានជាភាសាបាលីយើងអានទេវតាទេវតាចាំពេលដែលយើងប្រែចាំយើងអានទេវតាហើយញាតិញោមយើងប្រយ័ត្នច្រឡំដែរពីព្រោះញាតិញោមចេះតែច្រឡំកន្លែងហ្នឹងអានទេវតាដែរអញ្ចឹងបាលីនៅក្នុងកន្លែងនេះគឺយើងអានទេវតាទេវតាណាដកឃ្លាសរសេរបន្តសត្ធាមាំងណាសត្ធាមាំងប្រកបសនឹងតោយើងអានថាសត្វសនឹងតោយើងអានថាសត្វហើយជើងថោនឹងមកធាមជើងថោនឹងមកធាមហើយជើងមកដាក់ស្រអំម៉ាំងជើងមកដាក់ស្រអំម៉ាំងណាឬក៏ម៉ាំងក៏បានដែរណាញោមសត្វធាមម៉ាំងណាចឹងយើងអានថាសត្វធាមម៉ាំងម្ដងទៀតសត្វធាមម៉ាំងណាដកឃ្លាសរសេរបន្តមុនិរាជាសៈមុនិរាជាសៈណាសរសេរប្រកបមកដាក់ស្រឧមុមកដាក់ស្រឧមុណែមកដាក់ស្រឧមុនៅដាក់ស្រអ៊ីនេះនៅដាក់ស្រអ៊ីនេះរដាក់ស្រអារារដាក់ស្រអារាចូលនឹងសជះណាចូលនឹងសជះសំឡេងជះណាញោមដូចជាជះទឹកអីចឹងណាចូលនឹងសយើងអានថាជះហើយសជើងសនេះយើងអានថាសៈណាពីព្រោះនៅក្នុងភាសាបាលីដូចជំរាបចឹងគឺយើងអានមិនទុកចំណែកណាមួយទេអានទល់តែអស់ដៃអស់ជើងចឹងតែម្ដងដូចនៅក្នុងទីនឹងចឹងដូចជាសជើងសនេះគឺយើងអានទាំងអស់គឺយើងយកអក្សរចនេះមកប្រកបជាមួយសអញ្ចឹងនៅសជើងសមួយអញ្ចឹងយើងអានថាមុនិរាជាសៈណាមុនិរាជាសៈអញ្ជើញញាតិញោមរៀនអានពីខាងក្រោយមកវិញទេវតាសត្ធម្មំមុនិរាជាសៈណាដកឃ្លាសរសេរបន្តឬក៏ចុះបន្តដូចអាត្មាក៏បានដែរបើសិនបើសិភៅញោមអាចអញ្ជើញសរសេរទៅមុខបានក៏អញ្ជើញសរសេរបន្តទៅណាសរសេរបន្តសុណន្តោម្ដងទៀតសុណន្តោប្រកបសដាក់ស្រឧយើងអានថាសុសដាក់ស្រឧយើងអានថាសុណនឹងណយើងអានថាណន់ណនឹងណយើងអានថាណន់ហើយជើងតដាក់ស្រឧតោជើងតដាក់ស្រឧតោដូច្នេះយើងអានថាសុណន្តោសុណន្តោណែដកឃ្លាសរសេរបន្តសក្កមោខទាំងខណ្ឌ
nè ម្ដងទៀតសាក់កែមកខៈទាំងខានប្រកបសនិងកយើងអានថាសាក់សនិងកសំឡេងសាក់ណាពីព្រោះយើងយកអក្សរសនេះមកប្រកបជាមួយកណាញោមពីព្រោះកគឺជាព្យញ្ជាអ្នកតម្រួតគ្នាអញ្ចឹងយើងត្រូវទាញសលេងអក្សរសមកប្រកបមកទៅជាសាក់និងកៈហ្នឹងទៅជាសាក់ហើយជើងកកៈជើងកកៈណាអាត្មាបញ្យល់ម្ដងទៀតមានន័យថាយើងយកអក្សរសហ្នឹងមកប្រកបជាមួយកមួយអញ្ចឹងណាអញ្ចឹងមិននៅសល់ជើងកមួយអញ្ចឹងសនិងកសាក់ហើយជើងកហ្នឹងកៈមកហើយមកដាក់ស្រអោនឹងកមកណាមកដាក់ស្រអោនឹងកមកហើយជើងខខៈជើងខខៈតដាក់ស្រអំទាំងមិនមែនទុំទេណាហើយក៏មិនមែនតំដែរគឺទាំងតដាក់ស្រអំហ្នឹងយើងអានថាទាំងដូច្នេះឃ្លាហ្នឹងយើងអានថាសាក់កៈមកខៈទាំងណាម្ដងទៀតសាក់កៈមកខៈទាំងណាញាតិញោមដំបងប្រកាសជាលំបាកកន្លោះអណ្ដាតហើយប៉ុន្តែព្យាយាមណាញោមកុំបោះបង់ជួបពាក្យលំបាកអីចឹងស្រាប់តែយើងខ្ជិលស្រាប់តែយើងលះបង់អានឹងអត់ល្អឯងព្យាយាមញោមគេដតីក៏មិនក៏គេរៀនចេះមិនក៏យើងរៀនមិនចេះនឹងថាមកអំពីពេលខ្លះយើងដាក់ចិត្តនឹងអត់ដល់អញ្ចឹងសេចក្តីព្យាយាមរបស់យើងនឹងអត់ដល់ជួបពាក្យលំបាកអីតិចតួចអញ្ចឹងទៅយើងក៏លះបង់យើងដាក់ធុរៈយើងឈប់ដល់អញ្ចឹងគឺណាគឺអត់ចេះនឹងឯងអញ្ចឹងព្យាយាមណាញោមព្យាយាមមួយថ្ងៃយើងយកត្រឹមតែមួយជួរនេះក៏បានដែរញោមណាមួយថ្ងៃណាយើងយកត្រឹមតែប៉ុណ្ណឹងក៏បានឬក៏មួយថ្ងៃយើងបានប៉ុណ្នេះទៀតក៏បានរឹតតែល្អឬក៏មួយថ្ងៃបានទាំងអស់នេះក៏រឹតតែល្អណាស្រ័យលើញាតិញោមអញ្ចឹងយើងបញ្ចប់ត្រឹមប៉ុណ្ណឹងណាញាតិញោមបាលីគឺប៉ុណ្ណឹងឥឡូវអញ្ជើញញាតិញោមយើងផ្ទៀងផ្ទាត់នៅសិភៅដៃរបស់ញោមនិងអញ្ជើញរៀនអានក៏ដូចជាផ្ទៀងផ្ទាត់ក្រែងលោមានចំណុចណាមួយខ្វះខាតណាសមន្តាចក្រវាលេសោអត្រាកេឆន្តោទេវតាសត្ធម្មំមុនិរាជសៈសុនន្តោសកៈមកខៈទាំងណាចាប់ប៉ុណ្ណឹងយើងអាននៅរៀងលឿនបន្តិចមកអញ្ជើញញាតិញោមយើងរៀនអានតាមនៅនឹងកន្លែងសមន្តាចក្រវាលេសោអត្រាកេឆន្តោទេវតាសត្ធម្មំមុនិរាជសៈសុនន្តោសកៈមកខៈទាំងណាបាលីមានត្រឹមតែប៉ុណ្្នឹងទេឥឡូវអញ្ជើញញាតិញោមយើងរៀនសូត្រណាដំបងសូត្ររៀងយឺតណាញាតិញោមសមន្តាចក្រវាលេសោអត្រាកេឆន្តោទេវតាសត្ធម្មំមុនិរាជសៈសុនន្តោសកៈមកខៈទាំងណាយើងសូត្រឲ្យលឿនមកសមន្តាចក្រវាលេសោអត្រាកេឆន្តោទេវតាសត្ធម្មំមុនិរាជសៈសុនន្តោសកៈមកខៈទាំងណាដល់យើងចេះទៅយើងសូត្រឲ្យលឿនចឹងមកចំណេញពេលណាហើយញាតិញោមយើងយកទៅតន្ទិញណាញោមយកទៅតន្ទិញដំបងអាត្មានិយាយបន្តិចដំបងយើងអាចរៀនអានឲ្យចេះសិនណាញោមរៀនអានពាក្យទាំងអស់នឹងឲ្យចេះសិនមកអានឲ្យបានត្រឹមត្រូវដោយដែលអាត្មាបានបង្រៀនមកខាងដើមអញ្ចឹងគឺរៀនអានស្ដាប់សំនៀងអាត្មាបង្រៀនអានហ្នឹងឲ្យបានត្រឹមត្រូវហើយអញ្ជើញរៀនអានតាមចេះហើយយើងចាប់ផ្ដើមទន្ទិញណាដំបូងយើងទន្ទិញមួយពាក្យអញ្ចេះសិនមកពីព្រោះញាតិញោមយើងទៅតែអញ្ជើញរៀនដំបូងអញ្ចឹងក្រែងអណ្ដាតញាតិញោមរឹងពិបាកកន្លោះអញ្ចឹងយើងត្រឹមតែមួយពាក្យអញ្ចេះសិនមកកុំតន់អាពីរផ្គូផ្គ្នាអញ្ចឹងយើងទន្ទិញមកសមន្តាណាដល់តែយើងថ្នឹកទៅយើងទន្ទិញឲ្យលឿនអញ្ចឹងទៅហើយបន្តមកទៀតមកយើងដឹងថាកំណត់សម្គាល់ថាយើងចាំហើយពាក្យថាសមន្តាហ្នឹងអញ្ចឹងយើងចាប់ផ្ដើមមកទន្ទិញពាក្យបន្តទៀតមកចក្រវាលេសោ
Chakavaleso 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 chẳng màu hay đó dừng thắc hỏi dừng ai tình tình pi cụp khné màu nè dừng tình tình pi cụp khné Samanta Chakavaleso 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 chẳng màu đó là dừng thắc mọt tới dừng ai tình tình pi cụp khné chẳng thầy chẳng á nè hayបន្តទៀតមកបន្តពីយើងចាំពីឃ្លាហ្នឹងហើយយើងចាប់ផ្ដើមចូលមកឃ្លាទី3មកអត្រាកេឆន្ទោអត្រាកេឆន្ទោអត្រាកេឆន្ទោចឹងមកជាដើមចឹងណានឹងគ្រាន់តែជារបៀបវិធីនៃការទន្ទិញនៃការរៀនប៉ុន្តែសម្រាប់ញាតិញោមយើងទន្ទិញបែបណារៀនបែបណាក៏ដោយឲ្យតែចេះឲ្យតែចាំពីព្រោះអព្យាស្រ័យនៃមនុស្សយើងសន្សំមកផ្សេងគ្នាអញ្ចឹងណាមិនអាចថាត្រូវតែធ្វើបែបហ្នឹងអីអត់ទេអាស្រ័យលើញាតិញោមយើងពេញចិត្តបែបណារៀនយ៉ាងណាក៏ដោយឲ្យតែឆាប់ចាំឆាប់ចេះក៏អញ្ជើញតាមអព្យាស្រ័យរបស់ញោមអញ្ចឹងសំខាន់គឺយកការចាំនឹងតែម្ដងហើយកន្លែងខ្លះគឺគេសូត្រតែបាលីសុទ្ធទេសូត្របាលីសុទ្ធក៏អញ្ជើញទៅណាញាតិញោមអត់អីទេកុំប្រកាន់គ្នាអីញោមពេញចិត្តសូត្របាលីសុទ្ធក៏អញ្ជើញទៅណាហ្នឹងបាលីគឺមានត្រឹមប៉ុណ្ណឹងណាញាតិញោមបាលីយើងចប់ហើយបន្តទៅយើងចូលទៅសិក្សានៅក្នុងសេចក្តីប្រែណាសេចក្តីប្រែហ្នឹងគឺប្រែបាលីហ្នឹងថាមានន័យយ៉ាងម៉េចហើយបើយើងអត់រៀនប្រែទេយើងមិនជ្រាបយើងមិនដឹងយើងមិនយល់ថាតើធរហ្នឹងមានន័យថាម៉េចចឹងបានទៀមទាតម្រូវឲ្យយើងរៀនសេចក្តីប្រែហ្នឹងប៉ុន្តែបញ្ជាក់យើងកុំប្រកាន់គ្នាកុំឆ្លោះកុំប្រកែកគ្នាអីកុំប្រកាន់ថាត្រូវតែសូត្រសម្រាយសតឬក៏ថាត្រូវតែសូត្របាលីសតឬក៏ថាត្រូវសូត្របាលីលាយជាមួយនឹងសេចក្តីប្រែអីចឹងយើងកុំប្រកាន់គ្នាចឹងអីយើងពេញចិត្តសូត្របាលីសុទ្ធក៏អញ្ជើញទៅណាតំបន់ណាគេសូត្រសម្រាយសុទ្ធក៏សូត្រទៅតំបន់ណាគេសូត្របាលីផងលាយជាមួយសេចក្តីប្រែផងក៏សូត្រទៅហើយយើងកុំប្រកាន់គ្នាអីចឹងណាញោមបន្តមកទៀតយើងចូលមកសិក្សាសេចក្តីប្រែណាញាតិញោមដាក់ប្រែថាមកណាញោមដាក់ប្រែថាមកឥឡូវយើងចាប់ផ្ដើមសិក្សាចំពោះសេចក្តីប្រែនេះគឺអាត្មាមិនប្រកបជូនទេទល់តែកន្លែងណាលំបាកបានអាត្មាប្រកបជូនហើយអាត្មាអានពីត្រួសយកទេវតាទាំងឡាយណានេះទេវតាណាញោមពាក្យខាងលើនេះដែលយើងអានទេវតាអញ្ចឹងកុំឲ្យច្រឡំគ្នាគឺបាលីខាងលើយើងអានទេវតាឯចំណែកមកសេចក្តីប្រែរបស់យើងគឺយើងអានធម្មតាមកគឺទេវតាអញ្ចឹងទេវតាទាំងឡាយណាញោមអាច screenshot ទុកក៏បានដែរណាញោមអញ្ជើញ screenshot ទុកទៅក៏បានដែរហើយយើងកត់ផងដែរទៅដើម្បីសន្សំពូជអក្សរស្អាតនិងក៏ដើម្បីជាការរំលឹកអក្សរផងដែរព្រោះបើយើងមិនឧស្សាហ៍សរសេរទេក៏អាចធ្វើឲ្យយើងភ្លេចអក្សរដែរអញ្ចឹងយើងសរសេរទៅសន្សំពូជអក្សរស្អាតផងក៏ដូចជារំលឹកនៅអក្សររបស់យើងផងដែរកុំឲ្យភ្លេចអញ្ចឹងទេវតាទាំងឡាយដូចឃ្លាសរសេរបន្តក្នុងចក្រវាលណាក្នុងចក្រវាលណាសរសេរភ្ជាប់គ្នាមកទាំងឡាយដោយជុំវិញណាទាំងឡាយដោយជុំវិញណាសរសេរភ្ជាប់គ្នាមកសូមអញ្ជើញទេវតាទាំងឡាយក្នុងចក្រវាលទាំងឡាយដោយជុំវិញសូមអញ្ជើញណាសរសេរជាប់គ្នាទៀតទៅមកប្រជុំគ្នាក្នុងទីនេះមកប្រជុំគ្នាក្នុងទីនេះណាយើងដកឃ្លាបន្តិចទៅចូលស្ដាប់នៅទេវតាទាំងឡាយក្នុងចក្រវាលទាំងឡាយដោយជុំវិញសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះ
ចូលស្ដាប់នៅណាយើងសរសេរបន្តមកភ្ជាប់គ្នាណាមិនចាំបាច់ដកឃ្លាទេព្រះសទ្ធម្មណាអាត្មាប្រកបជូនកន្លែងនេះបន្តិចតាមពិតមានហើយពាក្យនឹងខាងលើប៉ុន្តែអាត្មាប្រកបជូនម្ដងទៀតសនឹងទៅយើងអានថាស័តណាសនឹងទៅយើងអានថាស័តហើយជើងថោនឹងមកធាំឬក៏ធំហើយជើងមកនេះគេអត់អានទេសេចក្តីខ្មែរយើងជាទូទៅគឺយើងអត់អានទេយើងបំបត្តិចោលតែម្ដងដោយកន្លែងហ្នឹងអញ្ចឹងតិចញាតិញោមអានសត្វធម្មៈទៀតអាហ្នឹងយើងអត់អានអញ្ចឹងទេគឺយើងអានត្រឹមតែព្រះសទ្ធម្មណាអញ្ចឹងណាព្រះសទ្ធម្មណាយើងដកឃ្លាបន្តិចទៅជាធោអាចឲ្យនៅសួរជាធោអាចឲ្យនៅសួរណាសរសេរភ្ជាប់គ្នានិងព្រះនិព្វាននិងព្រះនិព្វាននិងព្រះនិព្វានណាយើងបើករបងកញ្ចក់មកសរសេរបន្តរបស់ព្រះអនាវរណញ្ញាណណាម្ដងទៀតរបស់ព្រះអនាវរណញ្ញាណណាអាត្មាប្រកបជូនអក្សរអយើងអានតែអក្សរអយើងអានតែអនៅដាក់ស្រែណានៅដាក់ស្រែណាវយើងអានថាវវយើងអានថាវរអានថាររអានថារណនឹងញយើងអានថាណាញ់ណាណនឹងញយើងអានថាណាញ់មិនមែនញ៉ាញ់ទេណាញាតិញោមឬញាតិញោមសូត្រមួយចំនួនគឺគាត់អានញ៉ាញ់មិនញ៉ាញ់ទេគឺណាញ់អក្សរណនឹងញាក់ហ្នឹងយើងអានថាណាញ់ណាហើយជើងញដាក់ស្រែនឹងណញៀនដូចជំរាបខាងដើមអញ្ចឹងដោយសារទីនេះគឺញគឺជាព្យញ្ជនៈតម្រួតគ្នាអញ្ចឹងយើងត្រូវទាញអក្សរណនេះយកមកប្រកបជាមួយញមួយណាយកមកប្រកបជាមួយញមួយអញ្ចឹងនៅសជើងញមួយបើយើងនិយាយស្រួលស្ដាប់ថាទីនេះមានញ2អញ្ចឹងណាមានញ2អញ្ចឹងយើងយកអក្សរណនេះយកមកប្រកបជាមួយញមួយមកអញ្ចឹងណនេះសលេងណាក់នឹងញាក់ហ្នឹងយើងអានថាណាញ់ហើយជើងញដាក់ស្រែនឹងណញៀនណាជើងញដាក់ស្រែនឹងណញៀនដូច្នេះយើងអានថាណាញ់ញៀនអញ្ចឹងញាតិញោមយើងរៀនអានពីខាងក្រោយមកវិញអនាវរណាញ់ញៀនម្ដងទៀតរបស់ព្រះអនាវរណាញ់ញៀនណាសង្ឃឹមថាញាតិញោមយើងអាចអានបានពីព្រោះច្រើនដងហើយណាបន្តទៀតជាស្ដេចនៃអ្នកប្រាជ្ញខណ្ឌណាជាស្ដេចនៃអ្នកប្រាជ្ញណាចប់ប៉ុណ្ណឹងជើញាតិញោមយើងរៀនអានពីខាងលើនេះមកវិញព្រះសទ្ធម្មជាធោអាចឲ្យនៅសួរនិងព្រះនិព្វានរបស់ព្រះអនាវរណញ្ញាណជាស្ដេចនៃអ្នកប្រាជ្ញខណ្ឌណាពេលសូត្រអត់ខណ្ឌទេណាតិចញាតិញោមយើងសូត្រខណ្ឌអញ្ចឹងដែរអត់ទេណាឥឡូវជើញាតិញោមយើងផ្ទៀងផ្ទាត់ណាពីខាងលើមកវិញទាំងអស់ហើយនេះសិភៅណាញាតិញោមសិភៅញាតិញោមយើងអាចមានប្រាថ្នាក្នុងការចង់បានសិភៅនេះយកទៅសិក្សាបន្ថែមក៏អញ្ជើញមកយកអាត្មាមានជូនអាត្មាដាក់ថារៀននមស្ការដំបូងណារៀនធម៌នមស្ការដំបូងគឺដើម្បីជាប្រយោជន៍ហ្នឹងគឺផ្ដោតសំខាន់គឺសម្រាប់ញាតិញោមយើងដែលទើបតែសិក្សាដំបូងតែម្ដងអញ្ចឹងញាតិញោមដែលត្រូវការសិភៅក៏អញ្ជើញមកយកអាត្មាមានជូនណាញោមណាឥឡូវអញ្ជើញញាតិញោមយើងណាផ្ទៀងផ្ទាត់អានពីខាងលើមកវិញក្រែងតែមានចំណុចខ្វះខាតអញ្ជើញ
ទេវតាទាំងឡាយក្នុងចក្រវាឡទាំងឡាយដោយជុំវិញសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះចូលស្ដាប់នៅព្រះសទ្ធធម្មជាធម៌អាចឲ្យនៅសួគ៌និងព្រះនិព្វានរបស់ព្រះអនាវរណញ្ញាណជាស្ដេចនៃអ្នកប្រាជ្ញណាយើងអានឲ្យរៀងលឿនបន្តិចមកទេវតាទាំងឡាយក្នុងចក្រវាឡទាំងឡាយដោយជុំវិញសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះចូលស្ដាប់នៅព្រះសទ្ធធម្មជាធម៌អាចឲ្យនៅសួគ៌និងព្រះនិព្វានរបស់ព្រះអនាវរណញ្ញាណជាស្ដេចនៃអ្នកប្រាជ្ញណាចប់ប៉ុណ្ណឹងឥឡូវអញ្ជើញញាតិញោមយើងសូត្រត្រឹមតែសេចក្តីប្រែសុទ្ធបានហើយត្រឹមអ្វីដែលយើងខត់ហើយបាញ់មិញណាទេវតាទាំងឡាយក្នុងចក្រវាឡទាំងឡាយដោយជុំវិញសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះចូលស្ដាប់នៅព្រះសទ្ធធម្មជាធម៌អាចឲ្យនៅសួគ៌និងព្រះនិព្វានរបស់ព្រះអនាវរណញ្ញាណជាស្ដេចនៃអ្នកប្រាជ្ញណាយើងសូត្រឲ្យរៀងលឿនមកទេវតាទាំងឡាយក្នុងចក្រវាឡទាំងឡាយដែលជុំវិញសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះចូលស្ដាប់នៅព្រះសទ្ធធម្មជាធម៌អាចឲ្យនៅសួគ៌និងព្រះនិព្វានរបស់ព្រះអនាវរណញ្ញាណជាស្ដេចនៃអ្នកប្រាជ្ញណាយើងចប់ប៉ុណ្ណឹងណាញាតិញោមចប់ទាំងបាលីទាំងសេចក្តីប្រែឥឡូវអញ្ជើញញាតិញោមយើងសូត្រទាំងបាលីពីខាងលើមកហើយយើងសូត្រទាំងបាលីទាំងសេចក្តីប្រែណាញាតិញោមអញ្ជើញសមន្តាចក្រវាលេសូអត្រាកេឆន្តុទេវតាសទ្ធធម្មងមុនិរាជាសសុនន្តោសកមោខទាំងទេវតាទាំងឡាយក្នុងចក្រវាឡទាំងឡាយដោយជុំវិញសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះចូលស្ដាប់នៅព្រះសទ្ធធម្មជាធម៌អាចឲ្យនៅសួគ៌និងព្រះនិព្វានរបស់ព្រះអនាវរណញ្ញាណជាស្ដេចនៃអ្នកប្រាជ្ញសូមអនុមោទនាអញ្ចឹងយើងចប់ប៉ុណ្ណឹងហើយនៅក្នុងមេរៀនទី1ណាអញ្ជើញញាតិញោមយើងយកទៅសិក្សាទន្ទិញឲ្យចេះឲ្យចាំដូចបានជម្រាបខាងដើមអញ្ចឹងគឺត្រូវតែយកទៅទន្ទិញបើអត់ទន្ទិញទេគឺអត់ចាំទេទន្ទិញឲ្យច្បាស់ញាតិញោមរៀនធម៌ឲ្យច្បាស់កុំរៀនធម៌វល់ហ្នឹងគឺអត់ល្អឯធម៌វល់ហ្នឹងគឺមានន័យថាធម៌ដែលធម្មតាវល់ញាតិញោមជ្រាបហើយគឺមិនអាចលូតឡើងទៅលើដោយខ្លួនឯងទេគឺត្រូវអាស្រ័យតោងជាមួយនឹងដើមឈើដទៃទើបអាចលូតទៅលើបានយ៉ាងណាដូចគ្នាដែរធម៌វល់គឺធម៌ដែលចេះអត់ច្បាស់ធម៌ហ្នឹងគឺតើតែមានគេមានឯងបានអាចសូត្របានដល់តែសូត្រម្នាក់ឯងសូត្រអត់បានទេប្រភេទហ្នឹងគេហៅថាធម៌វល់អញ្ចឹងយើងត្រូវតែព្យាយាមកម្ចាត់នៅសន្សំឧបនិស្ស័យវល់នឹងចេញគឺមានន័យថាយើងត្រូវតែសន្សំឧបនិស្ស័យច្បាស់លាស់អញ្ចឹងយើងត្រូវតែយកមកទន្ទិញឲ្យច្បាស់លាស់ពីមុនយើងអត់តន់រៀនយើងចេះតាមគេតាមឯងអាចថាវល់ប៉ុន្តែឥឡូវនេះយើងបានតែចូលមកសិក្សារៀនសូត្រហើយក៏ព្យាយាមតាំងចិត្តទន្ទិញឲ្យចាំសូត្រម្នាក់ខ្លួនញោមឲ្យបានធ្វើម៉េចបានយើងដឹងកំណត់ថាចេះគឺមានន័យថាញោមបិទសិភៅពេលដែលញោមបិទសិភៅហើយញោមសូត្របានអាហ្នឹងគឺមានន័យថាចាំហើយមានន័យថាចេះហើយតែប្រសិនបើញោមបិទសិភៅទៅស្រាប់តែសូត្រទៅតាក់កន្លែងណាមួយអាហ្នឹងមានន័យថាអត់តន់ចាំល្អឯងអញ្ចឹងណាអញ្ចឹងយើងត្រូវទន្ទិញកន្លែងហ្នឹងកន្លែងណាដែលតាក់ទន្ទិញកន្លែងហ្នឹងថែមទន្ទិញចុះទន្ទិញឡើងទន្ទិញចុះទន្ទិញឡើងយើងបិទសិភៅយើងចាប់ផ្ដើមសូត្រពីខាងក្រោយមកវិញសូត្រពីខាងក្រោយមកវិញសូត្រមកដល់កន្លែងហ្នឹងលែងតាក់មានន័យថាអចាំអញ្ចឹងយើងសូត្របន្តទៀតមកហ្នឹងអញ្ចឹងណាញោមអញ្ចឹងសង្ឃឹមថាញាតិញោមយើងអញ្ជើញយកទៅទន្ទិញឲ្យបានចងចាំដើម្បីជាប្រយោជន៍ដល់ខ្លួនញោមក្នុងការចម្រើនបុណ្យកុសលពីព្រោះយើងត្រូវមានការពិចារណាដោយល្អនៅត្រង់ថាបច្ចុប្បន្នញាតិញោមក៏កាន់តែច្រើនហើយបើប្រៀបនឹងថ្ងៃគឺចិត្តលិចទៅវិញទៅហើយអញ្ចឹងញាតិញោមត្រូវតែប្រឹងប្រែងសន្សំបុណ្យកុសលសន្សំបញ្ញាទុកដាក់ក្នុងចិត្តសន្តានរបស់ញោមដើម្បីបានជាទីពឹងទៅជាតិបន្តបន្ទាប់ហើយពេលដែលញាតិញោមចេះទៅញោមត្រូវតែនមស្ការ
ព្រះរតនត្រ័យជាប្រចាំថ្ងៃមុននឹងចូលសម្រានឬក៏ក្រៅពីសម្រានអីយ៉ាងណាក៏ពេលវេលាដែលញោមអាចឆ្លៀតបានក៏អញ្ជើញទៅយើងនមស្ការជាប្រចាំអញ្ចឹងទៅដើម្បីទី1ជាបុណ្យកុសលសម្រាប់ខ្លួនញោមទី2ក៏ដើម្បីកុំឲ្យថោះនឹងភ្លេចប្រសិនបើយើងរៀនឲ្យទុកចោលនឹងក៏ភ្លេចដែរអញ្ចឹងយើងរៀនចេះហើយគឺយើងត្រូវតែឧស្សាហ៍សូត្រហើយយើងសូត្ររឿយៗទៅនមស្ការជាប្រចាំថ្ងៃរបស់យើងអញ្ចឹងទៅញោមលៃពេលបានយ៉ាងណាក៏អញ្ជើញតាមសម្រួលរបស់ញោមចិត្តចូលសម្រានក្តីឬក៏ក្រៅពីសម្រានអីយ៉ាងណានោះទៅតាមពេលវេលាដែលញោមអាចប្រព្រឹត្តទៅបានអញ្ចឹងប៉ុណ្ណឹងទេនៅក្នុងមេរៀនទី1ហ្នឹងជាចុងក្រោយនេះអាត្មាភាពក៏សូមប្រម៉ែប្រមូលបុណ្យកុសលទាំងអស់ដែលអាត្មាបានបំពេញឲ្យដោយល្អនៅក្នុងព្រះសាសនានេះមានអមិសទានក្តីមានធម្មទានក្តីសូមប្រម៉ែប្រមូលប្រគេនដល់ព្រះករុណាគុណចាស់គ្រប់អង្គនៅថ្មីរសកតិប្រិស័យនៃទេវតាគ្រប់លំដាប់ឋានៈទាំងអស់នឹងជូនបណ្ដាញាតិញោមប្រុសស្រីគ្រប់រូបមួយលើដោយសពសត្វទាំងពួងសូមអនុមោទនានៃចំណែកបុណ្យកុសលនេះហើយក៏សូមឲ្យបានបរិបូរណ៍ទៅដោយបញ្ញាសមាធិធិសេពគប់បណ្ឌិតសប្បុរសទីបំផុតទៅបានស្ដាប់ព្រះធម៌ក្នុងសំណាក់នៃព្រះសម្មាសម្ពុទ្ធព្រះអង្គណាមួយក៏បានត្រាស់ដឹងនៅអរិយសច្ចធម៌រួចផុតចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនាខ្ញុំបកណាធម្មកម្មមកអូនថាសូមក្រាបថ្វាយបង្គំលានិងចម្រើនពរលាជួបគ្នានៅក្នុងមេរៀនក្រោយៗជាបន្តទៀត